comment បងខាងលើគឺខ្ញុំអាចបង្ហាញលទ្ធផលពេលឥឡូវហ្នឹងលទ្ធផលរបស់ខ្ញុំដែលតកតងទៅនឹង creatinine ហើយជាមួយនឹង EGFR ហ្នឹងប៉ុន្តែលទ្ធផលមុនគឺខ្ញុំអត់មានទេដោយសារកាលពីមុនហ្នឹងស្ថានភាពគឺវាខុសគ្នាយើងអត់មានតន់ហាត់សាច់ដុំឬអីហើយកាលហ្នឹងយើងអត់គេហៅថាគាត់ថា check up សុខភាពធម្មតាអញ្ចឹងណាតែនេះខ្ញុំរៀង advance package នៅខ្ញុំរើសម្រាប់ health check up លើហ្នឹងគឺរៀង advance ហើយខ្ញុំចង់ឲ្យវាជាគេហៅថាមូលដ្ឋានដើម្បីរយៈពេល2-3ឆ្នាំឬ5ឆ្នាំក្រោយគឺយើងអាចពិនិត្យលក្ខណៈស៊ីជម្រៅចឹងម្ដងទៀតណាតែនេះមិនស៊ីជម្រៅអីដូចលក្ខណៈ package ផ្សេងអីទៀតគឺមានច្រើនយ៉ាងទៀតប៉ុន្តែសម្រាប់អាយុយើងសម្រាប់ស្ថានភាពយើងឥឡូវហ្នឹងប៉ុណ្ណឹងគឺវាសមរម្យអញ្ចឹងតួលេខគឺខ្ញុំដាក់លើ screen ហើយខ្ញុំនឹងមានគេហៅថាការណាត់ជួបជាមួយនឹងខាង internal medicine ឲ្យគាត់ធ្វើការ review ក៏ដូចជាបើសិនជាមានត្រូវការធ្វើគេហៅថា follow up តេស្តបន្ថែម add on ស្អីបន្ថែមហ្នឹងដើម្បីឲ្យវាច្បាស់ព្រោះដោយសារយើងហាត់សាច់ដុំយើងអីយើងប្រឹងយើងនិយាយទៅយើងអត់ដូចមនុស្សធម្មតាទេអញ្ចឹងវាយើងត្រូវការតាមដានយើងត្រូវការអីឲ្យវានេះដែរអាហ្នឹងសម្រាប់ខ្ញុំហើយអារឿងតួលេខ creatinine ឬអីហ្នឹងដែលវាឡើងដែរហ្នឹងអាហ្នឹងវាមិនតែតួលេខប៉ុណ្ណឹងទៅអាចកំណត់ថាឥឡូវហ្នឹងតម្រង់នោមមានបញ្ហាឬក៏មិនមួយមិនពីរទេវាអាស្រ័យលើគេហៅទំហំ muscle mass របស់យើងវាអាស្រ័យលើការគេហៅថា hydration ការញ៉ាំទឹករបស់យើងគ្រប់គ្រាន់អត់អីហើយជាមួយនឹងការហាត់ទៀតជួនកាលយើងប្រឹងហាត់មុនទៅពិនិត្យចឹងទៅវាអាចធ្វើឲ្យតួលេខហ្នឹងវានេះដែរអញ្ចឹងណាហ្នឹងហើយចឹងហើយវាអាស្រ័យលើការប្រើប្រាស់ creatine ហ្នឹងទៀតអញ្ចឹងវាមានកត្តាច្រើនមែនទែនអញ្ចឹងចាំមានអីបន្ទាប់ខ្ញុំនឹង update ទៀត peace out